ថ្ងៃនេះខ្ញុំបាទមានព័ត៌មានចំនួន2ទី1គឺអនុពន្ធយោធាបរទេសចុះទៅសួរសុខទុក្ខជនភៀសសឹកទី2រដ្ឋាភិបាលបន្តខិតខំដើម្បីឲ្យមានការដោះលែងទាហាន18នាក់សម្រាប់ព័ត៌មានទី1កាលពីរសៀលថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 14:10 នាទីក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា CLG បានសម្របសម្រួលជូនក្រុមអនុពន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចុះទៅសួរសុខទុក្ខដល់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹកកំពុងស្នាក់នៅបណ្ដោះអាសន្ននៅវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតនៅភូមិគោបកើតឃុំគោបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិសូមគូបញ្ជាក់ផងដែរថាជនភៀសសឹកទាំងនោះត្រូវបានជំនះចេញពីផ្ទះសម្បែងភ្លាមបន្ទាប់ពីហេតុការណ៍យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុកាលពីរសៀលថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 15:50 នាទីនៅក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលហេតុការណ៍នោះបានបណ្ដាលឲ្យមានប្រជាពលរដ្ឋស្លូតត្រង់រងរបួសចំនួន3នាក់និងបាត់បង់អាយុជីវិតនៅនឹងកន្លែងចំនួន1នាក់បាទចំណែកឯព័ត៌មានទី2នេះគឺរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តធ្វើការយ៉ាងស្រស់ស្រាំដើម្បីឲ្យមានការដោះលែងទាហានកម្ពុជាចំនួន18នាក់រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើការយ៉ាងស្រស់ស្រាំឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃធ្វើការដោះលែងទាហានកម្ពុជាចំនួន18នាក់មកកម្ពុជាវិញប្រកបដោយសុវត្ថិភាពនិងស្របទៅតាមមនុស្សធម៌អន្តរជាតិគណៈមកដល់ថ្ងៃនេះគឺមានរយៈពេល117ថ្ងៃហើយក្រោយថៃចាប់ពួកគេទៅដោយខុសច្បាប់តាមរយៈបណ្ដាញសង្គមរបស់ក្រសួងការពារជាតិកម្ពុជាបានលើកឡើងថាថ្ងៃនេះគឺជាថ្ងៃទី117ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18នាក់ត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងស្រស់ស្រាំឥតឈប់ឈរដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ដើម្បីទាមទារឲ្យភាគីថៃដោះលែងវីរៈកងទ័ពរបស់យើងទាំង18នាក់នោះឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុវត្ថិភាពក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ទៀតថារាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយុទ្ធពលខេមរភូមិន្ទមិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយមិនថាក្នុងកលៈទេសៈណាក៏ដោយជាមួយគ្នានោះកម្ពុជាក៏បានបន្តអំពាវនាវឲ្យភាគីថៃគោរពឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃត្រង់កថាខណ្ឌទី5បានគូបញ្ជាក់ថាភាគីថៃត្រូវដោះលែងយោធិនទាំង18នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់ព្រមទាំងគោរពនិងអនុវត្តរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិដោយដោះលែងវីរៈកងទ័ពកម្ពុជាឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគេអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុវត្ថិភាព